ចំពោះប្លង់មួយនេះគឺខ្ញុំដាក់តួឲ្យឈរចំកន្លែងដែលមានពន្លឺថ្ងៃជះចំពីក្រោយមកអញ្ចឹងខ្ញុំចូលទៅកាន់កាមេរ៉ាចូលទៅកាន់មុខងារ portrait យក 2x សេរីឲ្យចំគាត់ឲ្យស្អាតមកចុចថតអូបានរូបពិតជាស្អាតមែនទែននេះគឺជា Honor 400 ពណ៌មាសមកជាមួយនៅកាមេរ៉ាក្រោយទំហំ200 megapixel អេក្រង់ AMOLED ភ្លឺច្បាស់លាតពេញផ្ទៃខាងមុខមុខងារបន្ថែមក៏មានច្រើនសម្បូរបែប speaker មាន2គ្រាប់មានខាងក្រោមមួយនិងខាងលើមួយ IR blaster ក៏មានដែរសម្រាប់បញ្ជាបិទបើកម៉ាស៊ីនត្រជាក់ឬក៏ទូរទស្សន៍ជាដើមហើយចំណុចរូបរាងនិងការរចនារបស់ទូរស័ព្ទនេះគឺញាក់សាច់តែហ្មងខាងមុខគឺមានគែមស្ដើងអេក្រង់រាបស្មើស្រដៀងទៅនឹង iPhone ហើយការគុំតួទូរស័ព្ទនេះគឺហាប់ណែនល្អឬក៏ហៅថាប្រណិតនៅពេលដែលគេឆាតមកយើងនិយាយរឿងសំខាន់មួយចំនួនដូចជារឿងលុយកាក់ជាដើមបងប្អូនចង់ឲ្យគេ call ជាវីដេអូវិញដើម្បីបានមើលមុខយើងកាន់តែជឿជាក់សំខាន់ឥឡូវហ្នឹងសំឡេងក៏គេធ្វើបានហើយអាចនិយាយជាវីដេអូហ្នឹងក៏គេធ្វើបានទៀតយើងរំពឹងអីទៀតតែសំណាងល្អ Honor មានមុខងារ AI សម្រាប់ចាប់បើសិនជាអ្នកម្ខាងទៀតប្រើ AI ដើម្បីបំលែងមុខនិងសំឡេងមុខងារ AI Deepfake Detection នឹងចាប់លុតសញ្ញាបញ្ជាក់ប្រាប់យើងថាវាគឺជាការបោកប្រាស់ទេមិនមែនតែមួយនឹងទេតែ AI គឺមានច្រើនសម្បូរបែបមែនទែនគេដាក់មកកញ្ចប់នៅក្នុង setting ដែលយើងអាចចូលទៅមើលបានមាន AI សម្រាប់ធ្វើការងារដូចជា AI Writing AI Recording ហើយសម្រាប់ការកែរូបក៏មាន AI លុបវត្ថុចេញពីប្លង់រូបភាពបានAI កែរូបភាពព្រាលឲ្យច្បាស់ឡើងវិញបានសូម្បីតែពេលយើងថតរូបជាប់មុខយើងដែលបិទភ្នែកអត់បញ្ហាទេយើងក៏អាចប្រើ AI ដើម្បីបើកភ្នែកយើងបានដែរពិតជាអស្ចារ្យមែនទែននិយាយពីអេក្រង់គឺជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍បំផុតពីទូរស័ព្ទនេះអេក្រង់នេះគឺជាប្រភេទ AMOLED បង្ហាញបានគុណភាព 1.5K កម្រិតភាពម៉ត់446 ppi និងមានកម្រិតពន្លឺភ្លឺច្បាស់ដល់ទៅ 5000 nit អញ្ចឹងនៅខាងក្រៅនៅក្រោមពន្លឺថ្ងៃយើងនៅតែមើលឃើញអេក្រង់ច្បាស់ល្អមិនចាញ់ពន្លឺថ្ងៃទេនៅពីក្រោមអេក្រង់ក៏មាន sensor scan ម្រាមដៃមួយដែរវា scan បានលឿននិងត្រឹមត្រូវល្អដាក់ស្គាល់តែម្ដងហើយនេះក៏ជាអេក្រង់ការពារភ្នែកដែលអេក្រង់នេះមិនមានការញាក់ flick ទេដោយសារកម្រិត PWM dimming ខ្ពស់ដល់ទៅ 3840Hz ដែលពេលមើលអេក្រង់រយៈពេលយូរមិនធ្វើឲ្យមានអាការៈឈឺក្បាលនិងផ្សាភ្នែកទេនិយាយអំពីកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់និង flash 1គ្រាប់ sensor goal មានទំហំ200 megapixel ដែលអាចថតរូបបានទំហំធំ200 megapixel ថតហើយគឺអាច zoom មើល detail បានកាន់តែជ្រៅឬក៏អាចថតរូបធម្មតាដែលច្របាច់មក12 megapixel ដើម្បីរក្សារូបក្នុងទំហំតូចងាយស្រួលទុកដាក់ងាយស្រួលប្រើប្រាស់មួយក្របទៀតខាងក្រោមទំហំ12 megapixel សម្រាប់ថតមុំទូរលាយរីឯកាមេរ៉ាមុខគឺមានទំហំធំដល់ទៅ50 megapixel មាន aperture 2.1 ចំណុចពិសេសគឺទី1វាថតបានច្បាស់ហើយទី2គឺយើងអាចថត focal length ធម្មតាក៏បានឬក៏ថតមុំទូលាយ 0.8 ក៏បានដែរករណីថតមានគ្នាច្រើនគឺយើងអាចថតបានទូលាយល្អនេះគឺជារូបភាពដែលខ្ញុំបានថតដែលភាគច្រើនគឺជារូប portrait វាធ្វើការបានល្អវាគណនាពណ៌បានដិតណែនល្អដូចជាថតចេញពីកាមេរ៉ាធំអញ្ចឹងដែររីឯផ្ទៃព្រាលខាងក្រោយក៏គណនាបាន smooth ដាច់ស្អាតចំពោះសមត្ថភាពក្នុងការថតវីដេអូទូរស័ព្ទនេះគឺអាចថតវីដេអូបានកម្រិត 4K ទាំងចេញពី lens gold lens ទូលាយនិងចេញពី lens កាមេរ៉ាមុខក៏អាចថតបាន 4K ដែរចំពោះកម្លាំងម៉ាស៊ីន Honor 400មកជាមួយនៅបន្ទះ chip Snapdragon 7 Gen 3 ទំហំ4 nanometer ដែលជាបន្ទះ chip ល្អបង្គួរមាន RAM ទំហំ 12GB និងជម្រើស memory 2 គឺ 256GB និង 512GB កម្លាំងម៉ាស៊ីនប៉ុណ្ណេះអាចប្រើការងារទូទៅការកម្សាន្តនិងការលេងហ្គេមបានយ៉ាងល្អមិនមានការរអាក់រអួលទេហើយយើងក៏មិនអាចទាមទារបានច្រើនជាងនឹងដែរសម្រាប់ទឹកលុយជាង$300អ្វីដែលពិសេសមួយទៀតគឺថាមពលថ្ម 6000 mAh ដែលគេរាប់ថាជាថ្មធំមើលទៅរូបរាងរបស់គេគឺនៅតែរក្សាកម្រាស់ស្ដើងមិនក្រាស់មិនធំកមីងកំយ៉ាងទេហើយចំពោះកម្លាំងសាកគឺយើងទទួលបានល្បឿនលឿនដល់ទៅ 80W ស្មើនឹងទូរស័ព្ទកំពូល Honor Magic 6 Pro ទៅហើយជាពិសេសគឺដុំសាកល្បឿនលឿន 100W ក៏មកជាមួយក្នុងប្រអប់ផងដែរមិនចាំបាច់រកទិញក្រៅទេសរុបមក Honor 400 គឺជាទូរស័ព្ទកម្រិតបង្គួរតម្លៃសមរម្យត្រឹមតែជាង$300ទេយើងទទួលបាននូវទូរស័ព្ទដ៏ស្រស់ស្អាតរូបរាងប្រណិតអេក្រង់ AMOLED ភ្លឺច្បាស់លាតពេញផ្ទៃខាងមុខកាមេរ៉ាខាងក្រោយកម្រិត200 megapixel ថ្មកាន់បានយូរទំហំធំដល់ទៅ 6000 mAh សាកថ្មចូលលឿនដល់ទៅ 80W និងមុខងារ AI ដ៏សម្បូរបែបអញ្ចឹងក្នុងវីដេអូនេះខ្ញុំសង្ខេបខ្លីតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀត